សួស្តីអ្នកនរគ្នាខ្ញុំសៀងលីសម្រាប់វីដេអូនេះខ្ញុំនឹងចែកលេខអ្នកនរគ្នាពីការបង្កើតបច្ចេកមួយដែលប្រើប្រាស់នៅ Laravel បូកជាមួយនឹង Vue ហើយនឹង Inertia អញ្ចឹងសម្រាប់ដំបូងនេះខ្ញុំនឹងនិយាយពាក់ព័ន្ធទៅនឹង environment ដែលយើងត្រូវការមានដើម្បីអាចធ្វើការ set up បច្ចេកអញ្ចឹងបច្ចេកនេះខ្ញុំនឹងប្រើប្រាស់នៅទៅលើ Laravel 12បូកជាមួយ Vue និង Inertia អញ្ចឹងសម្រាប់ environment ដែលយើងត្រូវការមាននៅក្នុងម៉ាស៊ីនសម្រាប់ Laravel 12មួយយើងត្រូវមាន PHP ដែល version របស់វាគឺធំឬមួយក៏ស្មើ 8.2 អញ្ចឹងទៅហើយសម្រាប់មួយទៀតត្រូវការ install Composer នៅក្នុងម៉ាស៊ីនយើងដែរហើយសម្រាប់ Node.js យើងអាចមានជា version 18ឡើងអីទៅហើយសម្រាប់ npm ក៏យើងត្រូវមានដែរបើសិនជាយើងត្រូវការ database អីយើងអាច set up ជា MySQL ឬមួយ Postgres អញ្ចឹងសម្រាប់ម៉ាស៊ីនរបស់ខ្ញុំបាន set up អស់ហើយគឺថាវាអត់តែការ set up សារទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ set up អីអាចធ្វើការ research បន្តិចទៅចឹងសម្រាប់វីដេអូនេះខ្ញុំអត់ detail ពីការ set up environment អីទេគឺខ្ញុំនិយាយអំពីការ set up ទៅលើ Laravel 12 Vue ជាមួយនឹង Inertia អញ្ចឹងឥឡូវខ្ញុំសុំ intro ទៅលើ Laravel 12ជាមួយនឹង Vue និង Inertia បន្តិចទៅថាអីគេទៅ Laravel អីគេទៅ Vue អីគេទៅ Inertia អញ្ចឹងសម្រាប់ Laravel គឺជា framework មួយដែលចេញពី PHP របស់យើងហ្នឹងគឺថាយើងអាចទៅសេវាជា backend ឬមួយក៏ហ្នឹងហើយអាចជា backend ឬមួយក៏វាជា API សម្រាប់ provide ឲ្យ front end ផ្សេងអញ្ចឹងទៅហើយសម្រាប់ Vue គឺជា JavaScript framework ដែលយើងអាចធ្វើការ build ជា front end UI ហើយសម្រាប់ Inertia វិញវាគឺជា technology មួយដែលយើងអាចធ្វើការ connect រវាង Laravel និង Vue បានដោយនៅក្នុងproject តែមួយឥឡូវខ្ញុំសូមធ្វើការset up នៅ Laravel 12 Vue និង Inertia ហ្នឹងជាដំបូងហ្នឹងយើងត្រូវតែ install Laravel ជាមុនសិនអញ្ចឹងសម្រាប់ឥឡូវនេះខ្ញុំប្រើ Laravel 12អញ្ចឹងខ្ញុំសូមប្រើ Composer ដោយសារខ្ញុំមាន Composer ហើយខ្ញុំប្រើ create project Laravel Laravel ឈ្មោះឥឡូវនេះខ្ញុំដាក់Vue Laravel Inertiaអូខេឥឡូវនេះបច្ចេកLaravel របស់យើងបាន install រួចហើយឥឡូវខ្ញុំសូមបើកនៅក្នុង editor របស់ខ្ញុំប្រើ VS Code អូខេនេះបច្ចេករបស់យើងបាន Vue Laravel Inertia សម្រាប់ Laravel 12របស់យើងអញ្ចឹងដើម្បី set up ឥឡូវយើង set up ហ្នឹងហើយឥឡូវយើងចាប់ផ្ដើមទៅ set up សម្រាប់ Inertia សិនអូខេអញ្ចឹងសម្រាប់ Inertia អ្នកទាំងអស់គ្នាអាចធ្វើការទៅបើកofficial website របស់ Inertia ហ្នឹងដោយវាយឈ្មោះ inertia.js.com អញ្ចឹងទៅហើយអ្នកទាំងអស់គ្នាអាច scroll ចូលក្រោមដើម្បីមើលការ install របស់គេគឺវាមានពីរផ្នែកទីមួយគឺ server side មួយទៀតគឺ client side អញ្ចឹងសម្រាប់ server side អ្នកទាំងអស់គ្នាគាត់ click លើហ្នឹងមកវានឹងមាន instruction នេះដែលយើងប្រើ Composer install require អញ្ចឹងទៅអញ្ចឹងយើង copy មកហើយយើង cd ចូលបច្ចេកយ៉ាងតិចទៅអូខេឥឡូវនេះយើង install dependency ហើយឥឡូវយើងទៅមើលការ config តិចទៅនៅក្នុងនេះគឺយើងគ្រាន់តែ copy ហើយយើងអាចទៅ pass នៅកន្លែង app oh no sorry គឺនៅក្នុង resource view welcome អញ្ចឹងអានេះជា default របស់ Laravel ឥឡូវនេះយើងសូម clear វាចោលដោយយើង pass code ដែលយើង copy ជា root template នេះ
យើង pass code ហ្នឹងមក and then អានេះ welcome ឥឡូវនេះខ្ញុំសូមប្រើជា app.plot.php អូខេបន្ទាប់ឥឡូវនេះយើង set up ហើយអញ្ចឹងជាជំហានបន្ទាប់យើងត្រូវការ set up client side របស់យើងវិញអញ្ចឹងយើងអាច click ទៅលើ client side ហ្នឹងអញ្ចឹងសម្រាប់នេះគឺគេទាមទារឲ្យយើង install Visual សិនអញ្ចឹងយើងអាច copy npm ហ្នឹងមកយើងអាច pass ចូល terminal យើងទៀតមកអូខេឥឡូវហ្នឹងយើងជប់ជ័យហើយយើងបាន install ជប់ជ័យហើយឥឡូវយើងសុំ switch ដើម្បី config វាតទៀតហើយ copy កន្លែងនេះដើម្បី pass វាទៅក្នុង folder មួយគឺ resource.js app ហើយនឹង file app.js អ្នកទាំងអស់គ្នាគ្រាន់តែ pass code ហ្នឹងមកហ្នឹងហើយឥឡូវយើងបានរួចរាល់ហើយនៅការ set up view និង inertia បូកជាមួយ Laravel ផ្ទាល់ផងដែរឥឡូវយើងធ្វើការ test ចាប់ផ្ដើមធ្វើការបង្កើត route បង្កើត page របស់ view ដើម្បី test អូខេអូខេអញ្ចឹង structure របស់ view inertia ហ្នឹងយើងអាចធ្វើការបង្កើត page folder មួយគឺ page and then នៅក្នុងហ្នឹងយើងអាចបង្កើតជា file view របស់យើងបានឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំបង្កើត file home អញ្ចឹងសម្រាប់អ្នកចេះ view គាត់ដឹងហើយគឺនៅក្នុង file view ត្រូវតែមាន template ដើម្បី render ចេញជា result output របស់យើងឥឡូវខ្ញុំសូមដាក់ថា first set up view with Laravel inertia អូខេអញ្ចឹងបន្ទាប់ពីយើងបានអាហ្នឹងហើយឥឡូវយើងត្រូវធ្វើការ run ដើម្បីមើលទាំងអស់គ្នាថា result ចេញfirst set up ហ្នឹងអត់អូខេអញ្ចឹងសម្រាប់ការ run ដូចត PHP ដូចជា Laravel យើងធម្មតាអញ្ចឹងយើងប្រើ command PHP artisan search ចឹងវានឹងបាន generate ជា URL មួយគឺថាយើងអាច right click ចុចទៅចឹងសម្រាប់អានេះយើងអាចនិយាយបានថាវា error គឺថាវារក view welcome ណាត់ឃើញដោយសារយើងមិញយើងបាន rename វាដល់ app ដែលនៅក្នុង view នេះ app.palette.php អញ្ចឹង error នោះចេញមកពី route គឺ route web ចឹងសម្រាប់ concept inertia ហ្នឹងគេអត់ render ជាប្រភេទ view ចឹងទេគឺគេមាន built-in របស់គេមួយគឺ inertia ចុចពី render ទៅកាន់គេទៅកាន់ home ដែលយើងបានបង្កើតជា file view មិញតែ complete នៅក្នុងនេះ import ផង inertia from inertia -inertia ចឹងសម្រាប់ render sorry ចឹងយើងអាចទៅធ្វើការ refresh បានចឹងបញ្ហានេះ error ដោយសារយើងអត់ run អូខេខ្ញុំសូមបើកនេះមួយទៀត CPU NTL អូខេឥឡូវបញ្ហា error បន្ទាប់គឺថាគឺយើងត្រូវការ install with.js plugin with ចឹងអ្នកទាំងអស់គ្នាអាច search នៅក្នុង internet ទៅគឺ install with JS plugin with this one
អ្នកទាំងអស់គ្នាត្រូវការ install តាមរយៈ npm ហ្នឹងអូខេខ្ញុំសូមបិទនេះតិចសិនអ្នកទាំងអស់គ្នាអាច copy អានេះដើម្បី install អូខេឥឡូវយើង install ហើយយើងត្រូវការ config ដោយ add វានៅក្នុង with.config.js ចឹងបើយើងបាន install ហើយឥឡូវយើងអាចបាយបានគឺ view តែអ្នកអរគ្នា complete import វាផងអូ sorry ខ្ញុំមើលដល់ខ្ញុំមិនទៀត this one ចឹងយើងអាច copy វាយើងមកដាក់មកអូខេឥឡូវយើងអាចសាកល្បងម្ដងទៀតយើងអាច run npm run វាម្ដងទៀត and then you can refresh it. Yes, the result is we got first setup view. Okay. ចឹងឥឡូវនេះយើង setup បានជោគជ័យហើយតាំងពី setup ដំបូងមកហើយយើងបង្កើត file របស់ view ហើយនឹងយើងបង្កើត route ដើម្បី render ទៅឲ្យ file view ហ្នឹងចឹងវីដេអូក្រោយៗទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំបង្កើតនៅ code operation full របស់គេមកអូខេចាំវីដេអូក្រោយបើសិនជាមានអ្នក view ច្រើនខ្ញុំអាចនឹងធ្វើបន្តទៀតចឹងតើអូខេហើយសម្រាប់វីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹងសិន